ចឹងខ្ញុំប្រាប់អ្នកនរគ្នារបៀបភ្ជាប់ Wi-Fi ចូលជាមួយនឹងដុំ OK3518 យើងណាអញ្ចឹងវីដេអូនេះខ្ញុំរៀងថតប្រឆិតបន្តិចដោយសារតែវាចាំងទៅលើថ្ងៃពីខាងមុខមកអញ្ចឹងដើម្បីងាយស្រួលអ្នកនរគ្នាមើលខ្ញុំថតរៀងប្រឆិតអញ្ចឹងណាបាទអូខេអញ្ចឹងនេះគឺជា tele របស់យើងអញ្ចឹងអតិជនដឹងហើយណារបៀបប្រើ tele គឺឆ្វេងស្ដាំលើក្រោមអីហ្នឹងយើងចុចទៅតាមសញ្ញាព្រួយហ្នឹងមកណាបាទនេះប៊ូតុង OK អានេះប៊ូតុងត្រឡប់អញ្ចឹងដើម្បីភ្ជាប់ជាមួយនឹង Wi-Fi បានអតិជនអាចចុចបាទបើចង់ shortcut លឿនណានេះចុចរូបខ្ចៅនេះបាទនៅលើ tele ហ្នឹងក៏បានដែរឬក៏ចុច setting ឬក៏ការកំណត់នៅលើដុំនៅលើ interface របស់វាអញ្ចឹងក៏បានដែរណាមួយណាក៏បានដែរព្រោះវាមាន shortcut ច្រើនអញ្ចឹងនៅពេលដែលចុចហើយអ្នកនរគ្នាឃើញនៅកន្លែងនេះគេដាក់រូប Wi-Fi ឃើញទេពណ៌សហ្នឹងអ្នកនរគ្នាចុច OK មកចុចប៊ូតុង OK មួយលើរូប Wi-Fi ហ្នឹងមកបន្ទាប់មកវានឹងធ្វើការរកឈ្មោះ Wi-Fi ឲ្យអ្នកនរគ្នាហើយក្នុងករណីដែលអ្នកនរគ្នាចុចមកវាអត់ឃើញវា load ឈ្មោះ Wi-Fi បានន័យថាយើងអាចនឹងច្រឡំដែរចុចបិទបាទអញ្ចឹងយើងចុចកន្លែង Wi-Fi ហ្នឹងចុចលើ OK វាឲ្យចេញពណ៌ខៀវបែបនេះអញ្ចឹងបានវារកឈ្មោះ Wi-Fi អ្នកនរគ្នាឃើញណាបាទអញ្ចឹងនៅពេលដែលកន្លែងហ្នឹងបើកចេញពណ៌ខៀវហើយវានឹងធ្វើការ load ឈ្មោះនេះបងឃើញជាក់ស្ដែងណាបាទអញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់ Wi-Fi ឲ្យមើលបាទដោយសារមុនហ្នឹងដុំហ្នឹងខ្ញុំតឡើងហើយអញ្ចឹងវាភ្ជាប់ Wi-Fi ចូលអូតូឥឡូវខ្ញុំបានធ្វើការលុបវាចេញវិញហើយខ្ញុំធ្វើការភ្ជាប់ Wi-Fi ម្ដងទៀតអញ្ចឹងឧទាហរណ៍ថានេះគឺជាឈ្មោះ Wi-Fi ផ្ទះអ្នកនរគ្នាអញ្ចឹងទៅអញ្ចឹងយើងចុច OK បាទ OK នៅលើឈ្មោះ Wi-Fi ផ្ទះអ្នកនរគ្នាអញ្ចឹងមកហើយបន្ទាប់មកវានឹងធ្វើការ load បាទវា load keyboard ឲ្យយើងចុចណាអញ្ចឹងអ្នកនរគ្នាមើលទៅតាមជាក់ស្ដែងបាទវាមានអក្សរមានអីអញ្ចឹងមកអញ្ចឹងWi-Fi ទេអ្នកនរគ្នាហ្នឹងវាមានលេខកូដអីគេខ្លះបើសិនជាអក្សរឧទាហរណ៍ថាដូចអក្សរ D អ្នកនរគ្នាចុចអក្សរ D អីអញ្ចឹងមកណាអក្សរ F ជាងចុច OK លើអក្សរ F តែបើសិនជាលេខអ្នកនរគ្នាមើលនៅខាងក្រោមបន្តិចនេះខាងឆ្វេងដៃអញ្ចឹងយើងចុចtele រហូតមកដល់លេខ1លេខ2លេខ3យើងចុច OK មួយមកអ្នកនរគ្នានឹងឃើញលេខនៅខាងលើហ្នឹងវា load មកទាំងអស់បាទអញ្ចឹងឃើញអត់អញ្ចឹងអ្នកនរគ្នាចុចទៅតាមហ្នឹងទៅដូចថាលេខ6ចុចលើលេខ6លេខ7ចុចលើលេខ7អញ្ចឹងទៅបាទហើយពេលដែលអ្នកនរគ្នាចុចហើយអស់អ្នកនរគ្នាមកចុចសញ្ញាគ្រីសនេះមកនេះចុច OK លើសញ្ញាគ្រីសមកអញ្ចឹងឥឡូវក៏ខ្ញុំបានធ្វើការវាយលេខកូដ Wi-Fi ខ្ញុំនៅលើនឹងដែររួចរាល់ហើយណាហើយអ្នកនរគ្នាកុំសួរខ្ញុំថាចុះលេខកូដ Wi-Fi ហ្នឹងដាក់លេខអីគេចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំអត់ដឹងថាដាក់លេខអីទេព្រោះ Wi-Fi អ្នកនរគ្នាមានលេខ password ផ្ទាល់ខ្លួនណាបាទអញ្ចឹងយកទៅ Wi-Fi អ្នកនរគ្នាលេខកូដអីឈ្មោះអីគឺយើងដាក់តាមហ្នឹងទៅបាទបាទអធិស្ឋានដល់ពេលដែលយើងវាយអស់ហើយអ្នកនរគ្នាឃើញសញ្ញាព្រួយពណ៌បៃតងនេះអញ្ចឹងយើងចុច OK មកបាទអ្នកនរគ្នាឃើញគេដាក់ឲ្យតភ្ជាប់ទៅហ្នឹងទៅណាទៅឈ្មោះ Wi-Fi អ្នកនរគ្នាហ្នឹងឯងបាទអញ្ចឹងនៅពេលដែលភ្ជាប់ជោគជ័យវាដាក់5អ្នកនរគ្នាហើយថាតភ្ជាប់បានជោគជ័យបាទហើយនៅកន្លែង Wi-Fi នេះបងអាចឃើញនេះវាដាក់ពាក្យថាបានភ្ជាប់ឃើញទេបាទអញ្ចឹងប៉ុណ្ណឹងគឺយើងអាចធ្វើការលេងជាមួយនឹងកម្មវិធីនៅក្នុងនឹងបានហើយបាទដូចជាមើលជាមួយនឹង YouTube ប៉ុស្តិ៍ទូអីគឺអាចចាប់ប្រើបានហើយនៅពេលដែលលើកក្រោយអ្នកគ្នាបិទដុំហើយគឺយើងមិនបាច់ធ្វើការភ្ជាប់ Wi-Fi ម្ដងទៀតទេនៅពេលដែលបើកមកគឺដុំហ្នឹងធ្វើការ connect Wi-Fi ចូលដុំរបស់យើងអូតូហ្មងបាទអញ្ចឹងមានប៉ុណ្្នឹងទេ